បងប្អូនឥឡូវខ្ញុំមកនិយាយតិចចាពាក់ព័ន្ធជាមួយនឹងរឿងសង្គ្រាមជីវិតអតីតភរិយាសម្រាប់ភាពបន្តអូខេបងប្អូនអញ្ចឹងសម្រាប់អ្នកនេះគឺតួស្រីរបស់យើងចាប់ផ្ដើមលើកស្រឡាញ់តួប្រុសបន្តិចតួប្រុសចាប់ផ្ដើមលើកស្រឡាញ់តួស្រីបន្តិចដោយសារតួប្រុសរបស់យើងចាប់ផ្ដើមធ្វើល្អជាមួយតួស្រីឲ្យឃើញពីទង្វើល្អរបស់គាត់អីចឹងទៅជាពិសេសអ្នកគ្នាចង់និយាយថាជាឈុតហ្នឹងគឺតួប្រុសរបស់យើងគេបានធ្វើមហោបធ្វើឲ្យតួស្រីរបស់យើងគឺសុវត្ថិចិត្តក្នុងចិត្តមែនតើអ្នកគ្នាចាអូអ្នកទាំងអស់គ្នាហើយឈុតទី2ដែលខ្ញុំចាប់ផ្ដើមថាមែនតើនោះគឺតកតងជាមួយនឹងប៉ារបស់ស៊ីណារីចាគាត់បាននិយាយបញ្ជាក់ច្បាស់ហើយជាមួយនឹងម្ដាយរបស់ស៊ីណារីថាគាត់នឹងទទួលយកមន្ត្រាធ្វើជាប្រពន្ធទី2ឬក៏ប្រពន្ធចុងគាត់ចឹងទៅពេលហ្នឹងគឺស៊ីណារីពិតជាខឹងខ្លាំងមែនតើថាអីបានជាប៉ារបស់គាត់ធ្វើអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំឆ្លាញ់សម្ដីប៉ារបស់គាត់ខ្លាំងមែនតើថាទោះជាយ៉ាងណាក៏គាត់ត្រូវតែយកមន្ត្រាធ្វើជាប្រពន្ធគាត់ដែរនៅក្នុងពេលហ្នឹងគឺធ្វើឲ្យស៊ីណារីហើយនឹងម្ដាយរបស់គាត់គឺឈឺជប់ចាប់ខ្លាំងមែនតើមិននឹកស្មានថាប្តីរបស់គាត់ធ្វើអញ្ចឹងអ្នកទាំងអស់គ្នាចាអូខេអ្នកទាំងអស់គ្នាអញ្ចឹងឈុតមួយទៀតកន្លែងនេះគឺតួស្រីនិងតួប្រុសបានកេងក្នុងបន្ទប់មួយគ្នាអត់ដឹងថាពេលហ្នឹងគឺមន្ត្រាទៅអោបជាមួយនឹងតួប្រុសរបស់យើងឬក៏តួប្រុសរបស់យើងហ្នឹងគេអោបជាមួយតួស្រីទេអ្នកគ្នាទៅសំខាន់គឺអាកន្លែងហ្នឹងខ្ញុំមើលហើយគឺខ្ញុំញ៉ាំខ្ជិលមកអ្នកគ្នាដោយសារកំពុងឃើញតួប្រុសតួស្រីយើងសម្ដែងតួស្រីស្វីតអីចឹងអ្នកគ្នាចាពេលហ្នឹងតួស្រីគេធ្វើភ្ញាក់មកខឹងតួប្រុសឯណែថាមនុស្សប្រុសជាតិកាយអញ្ចឹងណាអ្នកគ្នាអូខេអញ្ចឹងតោះឥឡូវសម្រាប់ trailer មួយទៀតកន្លែងនេះគឺម៉ាក់របស់ហេងក៏ដូចជាបងស្រីរបស់ហេងគឺខឹងខ្លាំងមែនតើហេតុអីបានជាសុកដាក់កម្រងផ្កាតែដាក់រូបថតម៉ាក់របស់គាត់អញ្ចឹងទៅពេលហ្នឹងគាត់ថាអ្នកណាដែលធ្វើអញ្ចឹងមានតែមន្ត្រាតែប៉ុណ្ណឹងគឺធ្វើឲ្យគាត់មានអារម្មណ៍ថាខឹងណាស់គ្នាអញ្ចឹងថាគាត់ថាមន្ត្រាហ្នឹងគឺមើងងាយគាត់អញ្ចឹងទៅតោះអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ភាគនេះគឺខ្ញុំសូមនិយាយតែប៉ុណ្ណឹងទេអ្នកគ្នាអញ្ចឹងបើសិនជាអ្នកគ្នាចង់ដឹងឬជាចង់តាមដានតកតងជាមួយរឿងសង្គ្រាមជីវិតរបស់ភរិយាសម្រាប់ភាពបន្តភាគទី22ល្អមកប៉ុណ្ណាក៏ពេលទស្សនាអ្នកគ្នាអញ្ចឹងវីដេអូនេះគឺគ្រាន់តែជាការ reaction ទៅអ្នកគ្នាអញ្ចឹងអរគុណច្រើន